នេះគឺជាស្ត្រីខ្មែរយើងកាលពី115ឆ្នាំមុនបងប្អូនរូបថតនេះត្រូវបានថតនៅក្នុងឆ្នាំ1909រូបភាពនេះមើលទៅហាក់ដូចជារាងសាច់ស៊ីបន្តិចមែនទេបងប្អូនប៉ុន្តែនេះគឺជាសកម្មភាពធម្មតារបស់ស្ត្រីខ្មែរយើងកាលពីសម័យនោះដោយសារបារាំងទាមទារឲ្យខ្មែរយើងស្លៀកសម្លៀកបំពាក់ធម្មតាសម្លៀកបំពាក់នៅក្នុងផ្ទះដែលជាសម្លៀកបំពាក់អត់ផ្លូវការណាហើយគេចង់ថតជីវភាពពិតៗដើម្បីផ្សព្វផ្សាយទៅឲ្យប្រជាជនគេនៅអឺរ៉ុបបានឃើញពីជីវភាពពិតៗរបស់ខ្មែរយើងនិយាយឲ្យខ្លីរូបភាពនេះគឺជាអត្តសញ្ញាណរបស់ខ្មែរយើងស្ត្រីខ្មែរមិនចាំបាច់មានអេឌីតទេគឺសម្រស់បែបធម្មជាតិអញ្ចឹងបងប្អូននេះគឺជាស្ត្រីខ្មែរយើងកាលពី115ឆ្នាំមុនបងប្អូនរូបថតនេះត្រូវបានថតនៅក្នុងឆ្នាំ1909រូបភាពនេះមើលទៅហាក់ដូចជារាងសាច់ស៊ីបន្តិចមែនទេបងប្អូនប៉ុន្តែនេះគឺជាសកម្មភាពធម្មតារបស់ស្ត្រីខ្មែរយើងកាលពីសម័យនោះដោយសារបារាំងទាមទារឲ្យខ្មែរយើងស្លៀកសម្លៀកបំពាក់ធម្មតាសម្លៀកបំពាក់នៅក្នុងផ្ទះដែលជាសម្លៀកបំពាក់អត់ផ្លូវការណាហើយគេចង់ថតជីវភាពពិតៗដើម្បីផ្សព្វផ្សាយទៅឲ្យប្រជាជនគេនៅអឺរ៉ុបបានឃើញពីជីវភាពពិតៗរបស់ខ្មែរយើងនិយាយឲ្យខ្លីរូបភាពនេះគឺជាអត្តសញ្ញាណរបស់ខ្មែរយើងស្ត្រីខ្មែរមិនចាំបាច់មានអេឌីតទេគឺសម្រស់បែបធម្មជាតិអញ្ចឹងបងប្អូន